នេះគឺគ្រឿង Tiagra R 4000 សេរីថ្មីវាទំនើបស្អាតនិងគួរឲ្យចាប់អារម្មណ៍គ្រឿង Shimano Tiagra R 4000 សេរីថ្មីរបស់យើងជាប្រភេទគ្រឿង2x1លេខដែលវាមានលក្ខណៈប្លែកលើសពី Tiagra 10លេខច្រើនការចំណុចដែលកន្លែងដែលលើសនោះគឺតាក់ទងជាមួយនឹងបច្ចេកវិទ្យាក៏ដូចជាការរចនាអញ្ចឹងឧទាហរណ៍ដូចជា Derailleur ក្រោយរបស់យើងនេះអញ្ចឹងសម្រាប់ Derailleur ក្រោយរបស់យើងឃើញថាការរចនាវាមានជ្រុងស្អាតជាងមុនហើយអ្វីដែលពិសេសនោះគឺវាមានបំពាក់នៅបច្ចេកវិទ្យា Shimano Shadow RD ដែល Tiagra 10លេខគឺអត់មានបំពាក់នៅបច្ចេកវិទ្យានេះទេអញ្ចឹងចង់បញ្ជាក់ផងដែរថា Shimano Shadow RD គឺជាបច្ចេកវិទ្យា Derailleur ក្រោយរបស់ Shimano ហើយកាលណាដែលយើងយក Derailleur ក្រោយរបស់យើងបំពាក់នៅលើតួកង់យើងឃើញថា Derailleur ក្រោយរបស់យើងនេះអត់សូវលៀនចេញពីតួទេដែលជាហេតុធ្វើឲ្យ Derailleur របស់យើងអាចគេចផុតពីឧបសគ្គបានច្រើននៅពេលដែលយើងជិះតាមផ្លូវហើយអ្វីដែលលើសមួយទៀតនោះគឺតាក់ទងជាមួយនឹងកង់យោងខាងក្រោមអញ្ចឹងសម្រាប់ Derailleur ស៊េរីថ្មីនេះគឺយើងបំពាក់នៅកង់យោង 13T ដែលធ្វើឲ្យចង្វាក់មានការរត់បាន smooth ល្អជាងមុនហើយការវាលេខក៏វាមានប្រសិទ្ធភាពខ្ពស់ខ្លាំងជាងមុនផងដែរឥឡូវយើងងាកមកមើល Derailleur មុខរបស់យើងវិញសម្រាប់ Derailleur មុខយើងឃើញថាវាមានលក្ខណៈខុសប្លែកខ្លាំងពី Derailleur Tiagra 10លេខស៊េរីចាស់យើងឃើញថាវាស្អាតតូចច្រឡឹមដោយសារតែ Tiagra ស៊េរី10លេខស៊េរីចាស់គឺវាប្រើនៅ long arm system សម្រាប់ការវាលេខដែលជាហេតុធ្វើឲ្យ Derailleur ស៊េរីចាស់នោះវាមានលក្ខណៈរីងធំប្រវែងមិនសូវស្អាតរីឯ Derailleur ថ្មីរបស់យើងនេះគឺយើងប្រើ linkage system ដែល linkage system នេះហើយដែលធ្វើឲ្យ Derailleur របស់យើងវាមានលក្ខណៈតូចច្រឡំស្អាតហើយការវាលេខក៏មានប្រសិទ្ធភាពខ្ពស់ដូចគ្នាអ្វីដែលពិសេសនោះគឺដៃទះរបស់យើងសម្រាប់ដៃទះគឺបានបំពាក់នៅបច្ចេកវិទ្យាចំនួន2ប៉ុន្តែមុននឹងខ្ញុំសូមនិយាយពីបច្ចេកវិទ្យាខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងការរចនាសិនយើងឃើញថារូបរាងគឺស្អាតខ្លាំងមែនតើបាទវាមានជ្រុងវាមានអីកែមស្អាតដោយសារតែការរចនាទំនើបនេះគឺគេបានច្បិចចេញពីដៃទះរបស់គ្រឿង Q ស៊េរីថ្មីរបស់យើងហើយអ្វីដែលពិសេសតាក់ទងជាមួយនឹងបច្ចេកវិទ្យាខ្ញុំសូមបង្ហាញជូនតែម្ដងគឺតាក់ទងជាមួយនឹងបច្ចេកវិទ្យាទី1គេហៅថា DCL ដែល DCL នេះពាក្យពេញគេប្រែថា dual control lever dual control lever សំដៅថាដៃទះរបស់យើងគឺវាមានសមត្ថភាព2យើងអាចប្រើសម្រាប់ចាប់ហ្វ្រាំងផងនិងវាលេខផងហើយសម្រាប់បច្ចេកវិទ្យាទី2នោះគឺតាក់ទងជាមួយនឹងបច្ចេកវិទ្យា reach adjust ដែលបច្ចេកវិទ្យានេះគឺបានន័យថាយើងមានខ្ចៅមួយសម្រាប់ធ្វើការសេរីគម្លាតដៃទៅតាមដៃរបស់អ្នកជិះបានបាទអញ្ចឹង Shimano ធានាថានៅពេលដែលបំពាក់នៅបច្ចេកវិទ្យា reach adjust នេះហើយគឺដៃទះ Tiagra ស៊េរីថ្មីរបស់យើងនេះអាចប្រើបានសឹងតែគ្រប់ទំហំដៃមួយទៀតយើងនឹងនិយាយតាក់ទងជាមួយនឹងជង្គង់ថារបស់យើងអញ្ចឹងជង្គង់ថារបស់ Tiagra R 4000ស៊េរីថ្មីគឺជាប្រភេទជង្គង់ថា two piece crankset ដដែល two piece crankset នេះសំដៅថាបដូលរបស់ជង្គង់គឺជាប់ជាមួយនឹងជង្គង់ខាងស្ដាំហើយការដែលប្រើបដូលជាប់ជាមួយនឹងជង្គង់ខាងស្ដាំនេះគឺវាជួយឲ្យជង្គង់របស់យើងវាមានភាពរឹងមាំខ្លាំងហើយអ្វីដែលលើសសំខាន់ជាងនេះទៀតនោះគឺវាកាត់បន្ថយសំទោសគឺវាមិនឲ្យអ្នកជិះគាត់ខាត់កម្លាំងក្នុងការធាក់ខ្លាំងចង់បង្ហាញផងដែរថាសម្រាប់ជង្គង់វិញគឺយើងមានចាប់ពីប្រវែង165មីលីម៉ែត្ររហូតដល់175មីលីម៉ែត្រនេះគឺជាលក្ខណៈពិសេសក៏ដូចជាបច្ចេកវិទ្យាដែលបំពាក់នៅលើ Derailleur ក្រោយ Derailleur មុខដៃទះក៏ដូចជាជង្គង់ថារបស់គ្រឿង Tiagra R 4000ស៊េរីថ្មីរបស់យើងហើយសម្រាប់គ្រឿង Tiagra ស៊េរីថ្មីរបស់យើងគឺយើងអាចប្រើបានជាមួយនឹងកាសែតលីប1136T ដែល1136Tនេះគឺជាកម្រិតធំមែនតើដែលយើងអាចប្រើសម្រាប់ជិះឡើងចំណោតស្ពានឬក៏ចំណោតភ្នំហើយសម្រាប់ចង្វាក់វិញគឺយើងអាចប្រើបានជាមួយនឹងចង្វាក់ Link Glide ឬក៏ Hyper Glide 11លេខអញ្ចឹងបន្ទាប់ពីធ្វើការបកស្រាយតាក់ទងជាមួយនឹងបច្ចេកវិទ្យាក៏ដូចជាការរចនាគ្រឿងថ្មី Tiagra R 4000ស៊េរីថ្មីរបស់យើងនេះខ្ញុំជឿជាក់ថាបងច្បាស់ជាចង់ទទួលបាននៅបទពិសោធន៍ថ្មីជាមួយនឹងគ្រឿងថ្មីរបស់យើងអញ្ចឹងដើម្បីអាចធ្វើការទទួលបាននៅបទពិសោធន៍ថ្មីជាមួយគ្រឿងថ្មីនេះគឺបងអាចអញ្ជើញទៅកាន់ Shimano Service Center ឬក៏ Shimano Authorized Dealer អរគុណ